អ្នកគ្នាប្រកាសជាស្គាល់ហើយបាទនេះគឺជារូបភាពរបស់អ្នកគេដែរបាទគឺជាស្ដេចប្រដាល់ប៉ាប់ គេអាវបាទតែគាត់បែរជាវាយចាញ់តាចំណាស់ម្នាក់ទៅវិញបាទដាក់មួយដៃខ្ទាតចេញខែរិញបាទអញ្ចឹងមូលហេតុអីបានជាយើងយកតាហ្នឹងមកវាយប៉ាប់ គេអាវបើមិនយកយាយយកពូយកមីងអីមកបាទមិនយកតាមកទៅអីដោយសារតែពាក្យតាហ្នឹងគឺវាមានសលេងស្រដៀងជាមួយនឹងពាក្យភាសាចិនអានថាតាដែលមានន័យថាវាយអញ្ចឹងពាក្យថាវាយខ្មែរយើងត្រូវតែបង្កើតសាច់រឿងឲ្យវាទាក់ទងគ្នាជាមួយនឹងពាក្យភាសាចិនអាមួយវាគឺជាខ្យល់សលេងអាមួយវាគឺជាអត្ថន័យខ្យល់សលេងយើងស្ដាប់មួយភ្លែតវាអត់មានន័យទេប៉ុន្តែបើយើងគិតបន្តិចពាក្យថាតាហ្នឹងខ្មែរយើងវាមានពាក្យថាតាវាមានន័យបាទអញ្ចឹងយើងធ្វើម៉េចក៏ដោយឲ្យអាពាក្យតាឲ្យអាពាក្យវាយហើយនិងពាក្យចិនហ្នឹងវាទាក់ទងគ្នាទៅគឺយើងធ្វើឲ្យវាទាក់ទងគ្នាទៅតាមរយៈរូបភាពមួយនេះបាទដែលថាយើងសម័យថាតាចាស់អាយុ100ឆ្នាំម្នាក់វាយឈ្នះស្ដេចប្រដាល់ប៉ាប់ គេអាវ ឬក៏យើងអាចលុបពាក្យវាយខ្មែរនឹងចោលបាទពាក្យវាយខ្មែរយើងចេះហើយយើងអាចដូរដាក់ពាក្យចិនវិញថាសម័យថាតាចាស់អាយុ100ឆ្នាំម្នាក់តាឈ្នះស្ដេចផ្ដាល់ប៉ាប់ គេអាវមិនទាន់គ្រប់គ្រាន់ទេអ្នកទាំងអស់គ្នាក៏ត្រូវចេះពីរបៀបនៅក្នុងការប្រកបអាន Pinyin ផងដែរយើងគឺប្រើព្យញ្ជនៈតឿដដែលតែស្រៈគឺយើងប្រើសអាសលេងទី3តឿអាតាសលេងទី3គឺវាចេញទៅជាតាដែលមានន័យថាវាយ ចំណែកឯអក្សររបស់វាវិញទម្រង់ទ្រង់ទ្រាយនៃអក្សរចិនមួយនេះគឺវាដូចបាទរូបភាពមួយនេះគឺវាដូចជាមួយនឹងទម្រង់ទ្រង់ទ្រាយនៃអក្សរចិនតែម្ដងមើលទៅគឺប្រៀបដូចជាមនុស្សពីរនាក់កំពុងតែវាយគ្នាបាទវាជាការជំនួយទៅដល់ការហ្វឹកហាត់សរសេររបស់យើងនឹងឆាប់ៗបាទដើម្បីចាំអក្សរចិនហ្នឹងដើម្បីស្ទាត់ក្នុងការសរសេរគឺយើងមើលរូបភាពយើងគិតទៅដល់ពីគំនូសរបស់វាថាសរសេរពីណាទៅណាហើយយើងអានអារម្មណ៍ទៅតាមក្បួនស្តង់ដាររបស់វា បាទហើយវាមាន5គំនូសយើងសរសេរតាមក្បួនស្តង់ដាររបស់វាបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយជាមួយនឹងពាក្យថ្មីៗបន្ថែមទៀតអរគុណអ្នកទាំងអស់គ្នា谢谢大家ចំពោះអ្នកទាំងអស់គ្នាចង់មកខាននិយាយភាសាចិនឲ្យកាន់តែស្ទាត់អ្នកទាំងអស់គ្នាអាចcomment ខាងក្រោមឬក៏ចុចប៊ូតុង send message 如果大家想跟我们练习口语，可以联系我们在评论里面写一下，或者给我们发个消息吧。